ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចែកម្លែកបទពិសោធន៍បរាជ័យនៅក្នុងជីវិតមួយតែវាមិនមែនជាបទពិសោធន៍តិចតួចទេហើយភាពបរាជ័យហ្នឹងក៏វាមិនជាភាពបរាជ័យត្រឹមតែម្ដងពីរដងទេឥឡូវនេះនាងខ្ញុំអាយុ40ជាងហើយអញ្ចឹងបទពិសោធន៍ក្នុងការបរាជ័យហ្នឹងវាច្រើនដងមែនតែនដែលនាងខ្ញុំមិនអាចរៀបរាប់បានថាវានាងខ្ញុំធ្លាប់បរាជ័យរឿងអីខ្លះនៅក្នុងជីវិតហើយនាងខ្ញុំក៏ជឿជាក់ថាមនុស្សម្នាក់មិនថាតែនាងខ្ញុំទេបងប្អូនទាំងអស់គ្នាក៏ដោយមនុស្សម្នាក់សិតតែមានគោលដៅជីវិតដាក់គោលដៅរួចមកហើយថាយើងទៅថ្ងៃមុខឬក៏ប្រហែលឆ្នាំទៀតយើងចង់ឈានទៅដល់គោលដៅឬក៏បំណងប្រាថ្នាដែលយើងចង់បានអញ្ចឹងយើងត្រូវធ្វើអ្វីខ្លះយើងត្រូវដោយឧទាហរណ៍ថាយើងត្រូវរកស៊ីយើងត្រូវសន្សំលុយសន្សំកាក់អីចឹងទៅហើយយើងត្រូវរៀនជំនាញអ្វីមួយដើម្បីថាវាជាជំនាញជាប់ខ្លួននាងខ្ញុំតាំងកាលពីក្មេងនាងខ្ញុំតាំងចិត្តថានាងខ្ញុំគឺអាចក្រទេដឹងច្បាស់ខ្លួនឯងថាចេះខ្ញុំមិនអាចក្រទេពីព្រោះខ្ញុំដឹងខ្លួនឯងថានាងខ្ញុំតាំងពីអាយុ6 7ឆ្នាំគឺនាងខ្ញុំចេះរកលុយទេបងប្អូននាងខ្ញុំចេះរកលុយវាប៉ុន្តែវាមិនមែនថារកលុយឯងបានធំដុំទេគ្រាន់ថានាងខ្ញុំមានគំនិតមួយចេះរកស៊ីដូចថារកពីនេះទៅនោះអញ្ចឹងប៉ុន្តែយើងនៅតូចយើងរករបៀបនៅតូចយើងអ្នកអត់លុយយើងរកតាមរបៀបអ្នកអត់លុយចង់និយាយថានាងខ្ញុំអត់មានការខ្មាស់អៀននៅក្នុងការលក់ដូរឬក៏រកស៊ីឯងនាងខ្ញុំបេះតកួនលក់ក៏នាងខ្ញុំធ្លាប់ណាទូលការកផ្លោកដៃកផ្លោកលក់ថាអ្វីក៏ដោយឲ្យតែនាងខ្ញុំបានលុយនាងខ្ញុំរកទៅបានលុយគឺនាងខ្ញុំរកទាំងអស់ហ្នឹងតាំងពីក្មេងមកអញ្ចឹងនាងខ្ញុំជឿជាក់សមត្ថភាពខ្លួនឯងថាគឺនាងខ្ញុំអាចក្រទេនាងខ្ញុំត្រូវតែធូរធារជីវភាពទៅថ្ងៃមុខគឺត្រូវតែធូរធារហើយអ្វីដែលសំខាន់គឺនាងខ្ញុំមានគោលដៅមួយនាងខ្ញុំដាក់ថាចេះនាងខ្ញុំចាំបានកាលនាងខ្ញុំចង់រៀនកាត់ដេរលោកឪពុករបស់នាងខ្ញុំគាត់ប្រាប់ថាចេះថាគាត់អត់ចង់ឲ្យដេរទេពីព្រោះកាលបងស្រីរបស់នាងខ្ញុំគាត់រៀនដេរគាត់ឈឺណាគាត់ឈឺអញ្ចឹងហើយគាត់អត់ចង់ឲ្យកូនរៀនដេរទេហើយមានក្មួយគាត់ម្នាក់នៅខាងបាភ្នំរៀនដេរទៅឈឺមិនតាន់តែពួកគាត់អត់ទាន់បានចេញបើកទេគ្រាន់ថារៀនដេរទៅចេះឈឺអញ្ចឹងណាដោយសារការដេរថាមានការគិតច្រើនប៉ុន្តែដេកជាងដេរសម័យឥឡូវគេមានកូនចៅចាអត់ដូចជំនាន់មុនទេណាជំនាន់មុនគឺនៅនឹងជាងដេរកៅអៅមួយកផ្លេពីរកផ្លេដេរខ្លួនឯងនៅនឹងភ្លេចងើបញ៉ាំបាយឬក៏យ៉ាងម៉េចអីណាពេលអញ្ចឹងចេះតែមានបញ្ហាឈឺស្កាត់ហើយនាងខ្ញុំក៏បានប្រាប់គាត់ថាចេះថាខ្ញុំនាងខ្ញុំហៅគាត់ពុកអើយខ្ញុំជាមនុស្សស្រីខ្ញុំជាមនុស្សស្រីបើសិនខ្ញុំអត់មានជំនាញអ្វីជាប់ខ្លួនហើយខ្ញុំវ័យនេះហើយបើនាងខ្ញុំបើខ្ញុំអត់មានជំនាញអ្វីជាប់ខ្លួនគឺវាអត់អាចទៅរួចទេទោះជាយ៉ាងណាក៏ដោយគឺត្រូវតែមានជំនាញជាប់ខ្លួនមួយថាជំនាញអីគេនាងខ្ញុំព្យាយាមណានាងខ្ញុំរៀនច្រើនចានាងខ្ញុំរៀនច្រើននាងខ្ញុំអាចនាងខ្ញុំចង់និយាយថាជំនាញនៅក្នុងខ្លួនរបស់នាងខ្ញុំមានច្រើនប៉ុន្តែអ្វីដែលនាងខ្ញុំបរាជ័យមិនមែនដោយសារជំនាញនឹងអត់ច្បាស់លាស់ឬក៏យើងអត់មានលុយធ្វើដើមទុនរកស៊ីពីព្រោះនាងខ្ញុំនាងខ្ញុំចេះគិតនាងខ្ញុំគិតថាចេះជីវភាពរបស់នាងខ្ញុំប៉ុណ្ណឹងកម្រិតរបស់ខ្ញុំប៉ុណ្ណឹងខ្ញុំអាចហក់លោតទៅពងប្រាថ្នាក្តីសម័យដែលខ្ពស់ពេកហួសពីសមត្ថភាពរបស់ខ្លួនឯងដូចនាងខ្ញុំឧទាហរណ៍នាងខ្ញុំធ្លាប់បើករកស៊ីណាបើកកន្លែងបោកគក់មួយបើកកន្លែងកាត់ដេរសម្លៀកបំពាក់មួយនាងខ្ញុំបានរៀនជាងឆ្នៃម៉ូដណានាងខ្ញុំធ្លាប់បើកកន្លែងលក់គ្រឿងក្អូបចាលក់ឌីសលក់គ្រឿងកន្លែងគឺនាងខ្ញុំបើកអស់ហើយចាប៉ុន្តែអ្វីដែលនាងខ្ញុំបរាជ័យគ្រប់មុខជំនួយទាំងអស់ហ្នឹងមុខរបររបស់នាងខ្ញុំទាំងអស់ហ្នឹងគឺមិនមែនដោយសារតែខ្ញុំខ្លួនឯងអត់មានសមត្ថភាពទេអានេះនាងខ្ញុំជម្រាបជូនបងប្អូនចានាងខ្ញុំជាអ្នករកស៊ីជាអ្នកធ្វើការហើយខ្ញុំធ្វើការនៅកន្លែងណាក៏ដោយគោលដៅធំបំផុតរបស់ខ្ញុំគឺខ្ញុំគិតថាចេះខ្ញុំចូលកន្លែងហ្នឹងមួយទោះជាខ្ញុំមិនបានលេខមួយក៏ខ្ញុំត្រូវតែមានលេខរៀងលេខរាយនៅក្នុងហ្នឹងដែរចង់និយាយថាត្រូវមានចំណាត់ថ្នាក់នៅកន្លែងធ្វើការហ្នឹងដែរអាហ្នឹងសម្រាប់
សេចក្តីពងប្រាថ្នារបស់នាងខ្ញុំតាំងតែពីនៅក្មេងមកនាងខ្ញុំគិតថាខ្ញុំចូលទៅកន្លែងណាមួយគឺនាងខ្ញុំអត់ឲ្យចាញ់អ្នកផ្សេងទេប៉ុន្តែខ្ញុំក៏អត់ចង់លើសគេដែរគាត់ថាអាចមានឈ្មោះអាចមានកិត្តិយសនៅកន្លែងធ្វើការមួយនឹងហើយនាងខ្ញុំធ្វើការច្រើនកន្លែងមែនតើនាងខ្ញុំដូរពីមួយទៅមួយហើយនាងខ្ញុំអត់យកពេលនាងខ្ញុំធ្វើការនាងខ្ញុំអត់យកមនោសញ្ចេតនាយកមកដាក់នៅកន្លែងធ្វើការទេអាទម្លាប់របស់នាងខ្ញុំណានាងខ្ញុំគិតថាអញ្ចេះអ្នកខ្លះគាត់ថាធ្វើការនៅកន្លែងហ្នឹងស្រួលហើយស្គាល់គ្នាស្គាល់អីខ្ជិលចេញទៅហើយនាងខ្ញុំតាំងចិត្តខុសគេនាងខ្ញុំគិតថាអញ្ចេះនាងខ្ញុំមកធ្វើការដើម្បីលុយដើម្បីប្រាក់ខែកន្លែងណាដែលឲ្យប្រាក់ខែខ្ញុំខ្ពស់ហើយមើលទៅខ្ញុំអាចទទួលយកបានច្បាប់ទម្លាប់ត្រឹមត្រូវអូខេគឺនាងខ្ញុំបដូរការងារនាងខ្ញុំធ្វើការច្រើនកន្លែងនាងខ្ញុំបដូរការងារប៉ុន្តែអ្វីដែលជាសេចក្តីពងប្រាថ្នារបស់ខ្ញុំនាងខ្ញុំចង់បង្កើតbrand សម្លៀកបំពាក់មួយដោយខ្លួនឯងហើយនាងខ្ញុំក៏ធ្លាប់បើកហាងសម្លៀកបំពាក់ហ្នឹងនាងខ្ញុំបើកហាងកាត់ដេរហ្នឹងនាងខ្ញុំដាក់ឈ្មោះខ្លួនឯងបានម្ដងហើយប៉ុន្តែវាបរាជ័យចាវាបរាជ័យហ្នឹងវាមិនមែនស្ថិតនៅលើខ្ញុំទាំងអស់ទេវាស្ថិតនៅលើដែលថាបរិបទគ្រួសារនិយាយចឹងចាស់នាងខ្ញុំបរាជ័យទាំងស្រុងនាងខ្ញុំបិទទាំងស្រុងតែម្ដងប៉ុន្តែនាងខ្ញុំនៅតែមានសេចក្តីពងប្រាថ្នាមួយថានាងខ្ញុំនឹងបើកកន្លែងកាត់ដេរសម្លៀកបំពាក់ដាក់ brand ខ្លួនឯងដាក់ផ្លាកខ្លួនឯងនាងខ្ញុំនៅតែមានសេចក្តីពងប្រាថ្នាអញ្ចឹងហើយនាងខ្ញុំព្យាយាមសំនិយាយទៅការសំចៃរបស់នាងខ្ញុំសំជាគោនាងខ្ញុំធ្លាប់ទិញគោចូលម្ដងមួយមិនថាកូនគោឬក៏មេគោឲ្យតែនាងខ្ញុំមានលទ្ធភាពទិញគឺនាងខ្ញុំទិញប៉ុន្តែវាចេះតែមានបញ្ហាពីមួយទៅមួយធ្វើឲ្យខ្ញុំលក់គោនឹងអស់តែអ្វីដែលចុងក្រោយដែលនាងខ្ញុំចង់ជម្រាបជូនបងប្អូនថាពេលវេលាចុងក្រោយរបស់នាងខ្ញុំគិតថាបានគោនឹងកើតកូនមកហើយកូននឹងធំបានកើតកូនមួយទៀតទុកធ្វើមេលក់គោនឹងនាងខ្ញុំយកលុយមករកស៊ីវាទៅធ្វើបើវាមិនធំដុំបានលុយតិចតួចបើសម្រាប់អ្នកមានគេថាលុយប៉ុណ្ណឹងកាក់លុយរបស់គេចាយគេចូលក្រៅគេមកយប់មិនក្រាន់ផងត្រឹម2-3ពាន់អីប៉ុន្តែសម្រាប់ខ្ញុំអ្នកក្រនេះគឺនាងខ្ញុំសំខ្លាំងប៉ុន្តែនាងខ្ញុំសំចិត្តបានហើយបងប្អូនសំចិត្តបានហើយវាបែរទៅជាឈឺនាងខ្ញុំសរុបសេចក្តីមកនាងខ្ញុំចង់ជម្រាបជូនបងប្អូនថាជីវិតរបស់នាងខ្ញុំបរាជ័យគឺមិនមែនដោយសារនាងខ្ញុំអត់មានសមត្ថភាពទេចាមិនមែនដោយសារនាងខ្ញុំអត់សមត្ថភាពទេគឺដោយសារឈឺអញ្ចឹងហើយការខិតខំប្រឹងប្រែងលើសកម្រិតរបស់ខ្ញុំវាធ្វើឲ្យនាងខ្ញុំសុខភាពអត់ល្អចាហើយមនុស្សតែសុខភាពអត់ល្អឈឺអញ្ចឹងលុយសន្សំទាំងប្រមាណគឺពេលឈឺយើងត្រូវយកលុយនឹងមកមួយជំងឺយើងមិនមែនទុកយកយើងងាប់ចោលហើយទុកលុយនឹងដើម្បីរកស៊ីអត់ទេចាយើងត្រូវយកលុយនឹងមកមើលជំងឺអញ្ចឹងកម្រងឬក៏តាមទុនដែលនាងខ្ញុំគិតថានាងខ្ញុំសន្សំសម្រាប់បើកកន្លែងរកស៊ីរបស់នាងខ្ញុំឡើងវិញគឺនាងខ្ញុំរលាយចាមកដល់ពេលហ្នឹងគឺអស់លីងពីខ្លួនអត់មានសល់សំបីតាគោមួយនាងខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងហើយអ្វីដែលនាងខ្ញុំចង់ផ្ដាំសំខាន់បំផុតនាងខ្ញុំចង់ផ្ដាំបងប្អូនថាបងប្អូនមុននឹងបងប្អូនសម្រេចបំណងប្រាថ្នាឬក៏មានសេចក្តីប្រាថ្នាអ្វីមួយគោលដៅអ្វីមួយបងប្អូនត្រូវថែសុខភាពខ្លួនឯងឲ្យបានជាមុនសិនចាំបងប្អូនសម្រេចធ្វើសេចក្តីការពងប្រាថ្នារបស់ខ្លួនឯងតាមក្រោយបើសិនជាបងប្អូនមានលុយច្រើនប៉ុណ្ណាក៏ដោយចាបងប្អូនគាត់ថាដើមទុនគ្រប់ហើយមានលុយទុកទល់ទៀតប៉ុន្តែបើថាសុខភាពបងប្អូនអត់ល្អហើយគឺបងប្អូនធ្វើអីអត់ចេញទេនាងខ្ញុំជាអ្នកជួបផ្ទាល់ខ្លួនឯងនាងខ្ញុំជាមនុស្សដែលមានបញ្ហាសុខភាពតាំងពីក្មេងងាកឈឺនេះងាកឈឺនោះទោះជាវាមិនមានជំងឺអីធំដុំក៏វាឈឺបញ្ហាចេះចោះវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាហត់នឿយល្វើយនៅក្នុងខ្លួនពេលដែលយើងឈឺអត់ស្រួលខ្លួនបងប្អូនគឺយើងអត់មានអារម្មណ៍ធ្វើអីទេទោះជានាងខ្ញុំព្យាយាមយ៉ាងម៉េចក៏ដោយប៉ុន្តែកម្លាំងរបស់យើងអត់ដល់អញ្ចឹងយើងធ្វើអត់កើតរហូតមកដល់ឥឡូវហ្នឹងនាងខ្ញុំឈឺដល់ថ្នាក់វះកាត់ចានាងខ្ញុំឈឺដល់ថ្នាក់វះកាត់អញ្ចឹងឥឡូវហ្នឹងនាងខ្ញុំគាត់ថានាងខ្ញុំអស់ដើមទុនរើអត់មានអីនៅសល់ក្នុងខ្លួនទៀតវាអស់អាលីងតែម្ដងអញ្ចឹងនាងខ្ញុំសូមផ្ដាំថាបងប្អូនដែលគាត់មានបំណងប្រាថ្នារឿងអីក៏ដោយបងប្អូនមុននឹងសម្រេចបំណងប្រាថ្នាចង់សម្រេចបំណងប្រាថ្នារបស់បងប្អូនត្រូវថែសុខភាពខ្លួនឯងឲ្យល្អជាមុនសិនចាបើសម្រាប់នាងខ្ញុំនាងខ្ញុំមានបញ្ហាពីរដែលធ្វើឲ្យសុខភាពរបស់នាងខ្ញុំទ្រុឌទ្រោមទី1ចាបញ្ហាគ្រួសារ
វាប៉ះពាល់វាប៉ះទាំងកិច្ចផ្លូវចិត្តខ្លាំងចាប៉ះទាំងកិច្ចផ្លូវចិត្តខ្លាំងរហូតដល់ធ្វើឲ្យរាងកាយយើងទ្រុឌទ្រោមហើយនាងខ្ញុំជឿជាក់ថាបើក្រៅពីនាងខ្ញុំអាចនឹងឈួតឬក៏អាចនឹងសម្លាប់ខ្លួនដោយសារបញ្ហាគ្រួសារប៉ុន្តែមនុស្សនាងខ្ញុំជាមនុស្សមួយតាំងចិត្តខ្ពស់នាងខ្ញុំតាំងចិត្តខ្ពស់នាងខ្ញុំផ្លូវចិត្តរបស់នាងខ្ញុំរឹងមាំបើសិនជានាងខ្ញុំតូតុនទៅតាមអ្វីដែលនាងខ្ញុំជួបប្រទេសនាងខ្ញុំអត់មានជីវិតរស់ដល់រាល់ថ្ងៃនេះទេចាហើយទី2តែនាងខ្ញុំបរាជ័យបញ្ហាគ្រួសារមួយទី2គឺដោយសារតែបញ្ហាសុខភាពហើយបញ្ហាសុខភាពរបស់នាងខ្ញុំទ្រុឌទ្រោមដោយសារអីពេលហ្នឹងវាចូលមកពីក្នុងពេលតែមួយអញ្ចឹងនាងខ្ញុំត្រូវរើបំរាស់មួយនាងខ្ញុំអត់អាចធ្វើម្ដងជំនះម្ដងទាំងពីរទៅរួចនាងខ្ញុំអត់អាចធ្វើបាននាងខ្ញុំព្យាយាមតែធ្វើបានទី1នាងខ្ញុំត្រូវដោះស្រាយបញ្ហាគ្រួសារចាហើយនាងខ្ញុំគ្រាន់តែចង់និយាយថាមនុស្សស្រីម្នាក់ដែលមានបន្ទុកកូនហើយគ្រួសារมันមានទំនួលខុសត្រូវចាហើយធ្វើឲ្យពិបាកចិត្តទៀតបងប្អូនពេលហ្នឹងដែលពេលដែលថាយើងអស់អាលិញពីក្នុងខ្លួនណាគឺស្មើនឹង0ចាផ្លូវចិត្តពេលហ្នឹងស្មើនឹង0សុខភាពក៏ស្មើនឹង0ដូចគ្នាហើយនាងខ្ញុំព្យាយាមរើលុយខ្លួនឯងចាកូនខ្ចីនាងខ្ញុំព្យាយាមដេនាងខ្ញុំពេលខ្លះមនុស្សទម្លាប់អានឹងនាងខ្ញុំអាចនិយាយថានាងខ្ញុំជាមនុស្សមួយដែលខ្វះការពិចារណាដោយសារថាយើងជាទម្លាប់មួយយើងគិតថាទម្លាប់ល្អយើងចង់ធ្វើអ្វីមួយយើងចង់បង្ហើយវាហើយយើងអត់ចង់ទុកដល់ស្អែកទេបងប្អូនអានឹងវាជាទម្លាប់ល្អមួយហើយប៉ុន្តែយើងអត់បានគិតថាតើទម្លាប់ល្អហ្នឹងវាប៉ះពាល់ដល់សុខភាពដែរឬក៏អត់នាងខ្ញុំទម្លាប់ដេកខោអាវចានាងខ្ញុំទម្លាប់ដេកខោអាវនាងខ្ញុំថាដូចថាឧទាហរណ៍នាងខ្ញុំកំណត់ឲ្យគេ3ថ្ងៃខោអាវនឹងត្រូវតែហើយអញ្ចឹងនាងខ្ញុំធ្វើ3ថ្ងៃហ្នឹងគឺខោអាវហ្នឹងគេមកយកគឺត្រូវតែបានឲ្យគេគឺមិនឲ្យខកខានអ្វីដែលខ្ញុំសន្យាមួយភ្ញៀវឯងជួនកាលនាងខ្ញុំអង្គុយដេមកយកតើភ្លឺហើយអង្គុយដេភ្លេចខ្លួនហ្នឹងបងប្អូនណាអាចដល់យកវិញហើយមនុស្សយើងតែអញ្ចឹងគឺខ្មាយគេអត់លក់ឯងអាហ្នឹងទី1ទី2បញ្ហាយើងអង្គុយច្រើនពេកវាពោះវៀនយើងវាអត់ដំណើរការបានល្អវាធ្វើឲ្យប៉ះពាល់ដល់វាមានបញ្ហាខ្យល់នៅក្នុងពោះវៀនដើរល្អចាហើយម្យ៉ាងទៀតគឺតាក់ទងនឹងតម្រងនោមគឺមានបញ្ហាកបោក្នុងតម្រងនោមអាលៀកតម្រងនោមខ្លាំងដោយសារយើងចេះអង្គុយបង្ហើយអាល្មមនោមយើងអត់ទៅបន្ទប់ទឹកចាអញ្ចឹងបានន័យថាទម្លាប់ល្អក៏វាមានទម្លាប់អាក្រក់នៅក្នុងហ្នឹងដែរអញ្ចឹងហើយឥឡូវដល់អ្វីដែលនាងខ្ញុំដឹងច្បាស់នាងខ្ញុំដឹងច្បាស់ថាអ្វីដែលដើមទុនពិសេសបំផុតសម្រាប់ឈានទៅដល់គោលដៅជីវិតមួយដែលយើងត្រូវការបញ្ហាធំបំផុតគឺសុខភាពបើសុខភាពយើងមិនល្អហើយបងប្អូនមានលុយប៉ុណ្ណាក៏ដោយមានគោលដៅប៉ុណ្ណាយើងចំណាប់ប៉ុណ្ណាក៏ដោយយើងប្រកែប៉ុណ្ណាក៏ដោយបើសុខភាពយើងមិនល្អគឺស្មើនឹង0ចាហើយនាងខ្ញុំតែងតែបងប្រាថ្នាថាអ្វីដែលនាងខ្ញុំមានបានគឺនាងខ្ញុំចង់សាងវាដោយសាសនាដៃខ្លួនឯងចាពឹងពាក់បងប្អូនឬក៏ពឹងពាក់អ្នកដទៃវាតិចតួចប៉ុន្តែនាងខ្ញុំចង់សាងឡើងដោយសាសនាដៃខ្លួនឯងអានឹងការបដិញ្ញាចិត្តរបស់ខ្ញុំប៉ុន្តែគ្រាន់តែអ្វីដែលនាងខ្ញុំនិយាយថាគឺឥឡូវហ្នឹងវាស្មើនឹង0ហើយប៉ុន្តែនាងខ្ញុំអត់បាក់ទឹកចិត្តទេនាងខ្ញុំនៅតែព្យាយាមទៀតពេលដែលនាងខ្ញុំនាងខ្ញុំនឹងព្យាយាមធ្វើការឬក៏នាងខ្ញុំព្យាយាមធ្វើនេះធ្វើនោះចាដើម្បីឲ្យនាងខ្ញុំងើបរួចពីអាចំណុច0ដែលនាងខ្ញុំកំពុងតែអង្គុយរាល់ថ្ងៃនេះនាងខ្ញុំចង់ឡើងទៅដល់ចំណុចវាមិនដល់ចំណុចកំពូលទេប៉ុន្តែអាចនាងខ្ញុំចង់ឡើងទៅដល់ចំណុចមួយដែលមនុស្សគ្រប់គ្នាស្គាល់ខ្ញុំនាងខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ខ្ញុំតាមអ្វីដែលសមត្ថភាពរបស់នាងខ្ញុំហើយនាងខ្ញុំចង់មានបានដោយសារសមត្ថភាពខ្លួនឯងគេថាអាចមានសមត្ថភាពដោយសារលទ្ធភាពដោយសារកណ្ដាប់ដៃរបស់ខ្លួនឯងមិនពឹងផ្អែកទៅលើអ្នកដទៃទាំងស្រុងមិនពឹងផ្អែកទៅលើបងប្អូនទាំងស្រុងពឹងដែរតែយើងពឹងតិចតួចអ្វីដែលថាយើងអាចពឹងគេបានយើងពឹងប៉ុន្តែអ្វីដែលយើងអាចដោះស្រាយបានខ្លួនឯងយើងគួរតែដោះស្រាយខ្លួនឯងហើយមនុស្សដែលចូលចិត្តតែថាអាងមានខ្សែមានខ្នងគេចាំជួយឲ្យបងប្អូនម្នាក់ហ្នឹងគឺអត់កើតទេមនុស្សយើងធ្វើខ្លួនឯងឲ្យអស់ពីលទ្ធភាពចាំតែពឹងអ្នកដទៃព្រោះអ្នកដទៃក៏គេមានបញ្ហានិងគេមានទំនួលខុសត្រូវនៅក្នុងបន្ទុកគ្រួសារគេដែរចាហើយអ្វីដែលនាងខ្ញុំព្យាយាមធ្វើបងប្អូននាងខ្ញុំព្យាយាមហើយឥឡូវហ្នឹងខានធ្វើការមួយខែគឺត្រូវដេកនៅផ្ទះចាដេកនៅផ្ទះដើម្បីព្យាបាលជំងឺរបស់ខ្លួនឯង
ប៉ុន្តែវាមិនមែនជាប្រភេទជំងឺឆ្លងអីធំដុំទេគ្រាន់ថាការវះកាត់ចាការវះកាត់ហើយនៅខ្ញុំធ្លាប់ចេញវីដេអូជូនបងប្អូនច្រើនមែនតើតាក់ទងនឹងជំងឺដោយសារអីនាងខ្ញុំជួបប្រទេសខ្លួនឯងចឹងនាងខ្ញុំអត់ចង់ឲ្យបងប្អូនដូចខ្ញុំទេចាហើយវីដេអូហ្នឹងវានាងខ្ញុំតែនិយាយទៅចេះជក់ចង់បកស្រាយឲ្យច្បាស់ជូនបងប្អូនតែនិយាយទៅវាច្រើនពេកចាអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណជំរាបលា